บูสตรองเธอซีใจสมานบานสมรายนี่คนโปรใจสมานบองโปเนี่ยเมาอะไรกรรมวิธีเนี่ยไม่มันคนไหนเมาคนน้อยหาเมาบ้างเอ้ยยมดองเต้คนน้อยเธอซียมไอ้คนไหนเมาเดี๋ยแต่นาดามเติมเวียนใจบองโปนไงนักบูสตรองมีการวิธีประกวดรางวัลแต่ไทยเขมรมา130 เดือนเรียนจูนตลอดเนี่ยชนะปอนปอนอะไรเนี่ยแต่ก่อนเจียการมากรรมการอันนี้จะจูเตียเกสเฟอร์การเนอข้างจอมใจก่อนแต่เฟอร์การติงบูสตรองมากับป้องยอมากรโฮมอลลิงตรางวัลแต่ไทยเขมรให้เธอต่างมีใครปรามมาบองโปนให้ไงประกวดรางวัลนั่นคือในไงนั่งวิกิในไงติเวียคนอพกจังให้มาจ้ารางวัลคนนักเคยจะดอลอมแทบสิเคล้าจังให้ก็ทากดจองโจรูมจูนเชียฮาบุฟเฟ่นี่จูนตลอดอมสิเคล้าจังให้บูสตรองก็โจรูมจมวยนั่นมาจ้ารางวัลปอนปอนสไลนั่งดาวเชิญนี่สิเคล้านั่งมาปีศาจบุฟเฟ่ในห้างกาซูกิซุปในทางกอปิดนั่งบอลทางบูสตรองก็เชิญขยมไปนั่งใจสมานเมาได้ให้ขยมมันนี่นักเคยนั่งไงนั่งviệc kỹ là ngày từ việc con phúc nhom các bạn bỏ lại từ hàng bù song nhom tha ao con pro chơi tầm mau surprise nhom tới chứ ngày nay cứ tha non kia thơ si cho mùi nước bù song nhom tha cả mùi bù song thơ si chơi tầm bàn surprise bàn tầm mấy bàn tay nhom mấy tật phần đấy đôi mai ở kia con kia đây chứ bông ơi vậy tới nè nơi cái lại cam thi nó cứ đi cứ ở liên nhà luôn group kia u làm co cùng xu ôm đẹp su ôm mà song khăn ôm pizza tới nhom á cha sum tô ôm mấy đá rồi chết ngay ọt ấy ông rong ngay rồi đừng mà hôm nay đấy ông lâu tạt mấy ô xây bà ấy mấy đây ông cạ co với mấy đây ô xong ngay nhom nè rồi sâu bàn đấy bàn ngày mơn ấy còn hộp đây là tầm màu luôn bà ấy ông mà chia tay ông tầm rạng quay ông mà ra bàn pizza đấy ông ông nên nó thằng ngày năm trăm bây giờ đi miền Nam thì đấy bạn đi rồi chơi ông ta về vâng mấy bạn con này màuคนน้อยหาเมาบ้างเอ้ยยมดองเต้คนน้อยเธอซียมไอ้คนไหนเมาเดี๋ยไม่ว่าที่คนไหนเมา vậy hà pa che pa cho cóสบายចិត្តเลยប៉ាលើការងារដែលប៉ាខំរកដងដែលខំចិញ្ចឹមកូនរាល់ថ្ងៃរហូតមកដល់សពថ្ងៃនេះកូនមកធំប៉ុណ្ណេះកូនពិតជាអរគុណប៉ាខ្លាំងកន្លងមកធ្លាប់អត់សบายចិត្តជាមួយនឹងតាតែងស្រីនិយាយចំនេះអូនណាបាទក៏ដងមកធ្លាប់គិតថាប៉ាតែងស្រីហ្នឹងវាធ្វើឲ្យខ្ញុំស្មាស់គេហើយខ្ញុំអត់សូវសប្បាយចិត្តត្រង់ថាគាត់តែងស្រីគាត់ផុសធ្វើជាឪពុកគេត្រូវរឹងមាំអត់ត្រូវតែងស្រីចឹងធ្វើមើលទៅដូចវាតុនផ្សោយដូចវាថាប៉ាជីខទេមិនបានតែងខ្លួនជាស្រីកូនអត់សូវសប្បាយចិត្តត្រង់ហ្នឹងហើយមិត្តភក្តិក៏ដូចជាទៅសាលាមានគេធ្លាប់និយាយចេញចូលអត់ពីមុនមកធ្លាប់មានមិត្តភក្តិនិយាយថាមានឪពុកគេដែរតែឪពុកជាភេទទី3អត់សមជាឪពុកគេសោះអញ្ចឹងខ្ញុំលឺហើយខ្ញុំអត់សូវសប្បាយចិត្តខ្ញុំដើរចេញហើយខ្ញុំមកដល់ផ្ទះខ្ញុំអង្គុយយំម្នាក់ឯងអញ្ចឹងទៅដោយសារប៉ាពេលហ្នឹងគាត់ចេញទៅរកលុយទៅថតទៅអីអញ្ចឹងគាត់មកវិញក៏គាត់អត់ដឹងថាខ្ញុំខ្មាស់គេដោយសាររឿងហ្នឹងដែរថ្ងៃនេះខ្ញុំមកសុំទោសគាត់ដោយសាររដងធ្លាប់និយាយខុសលើគាត់មិនប្រកាន់អីច្រើនដោយសារប៉ាក៏ជាប៉ាដ៏ល្អរបស់ខ្ញុំរដងមកគាត់ខំធ្វើឈួតធ្វើជាអីក៏ដោយតែគាត់ធ្វើនេះគឺដើម្បីគ្រួសារទាំងមូលជួយបុណយមិនអីបុណយយំបុណយអាចរាប់បានទីពូនៅពេលដែលពូជួយបងបានគាត់ដងណាគ្រួសារគាត់ក្នុងនាមបងជាកាពីតែនក្រុមបងគាត់ពីទឹកចិត្តគាត់ថាទទួលការងារថតទេគេណាត់ម៉ោង3ទៅម៉ោង7ទៅហើយគេឲ្យដើរទូអីដល់រីករាយសប្បាយណាស់ហើយថ្ងៃណាដល់ខ្ញុំប្រាប់ថាបងទៅតែការងារទៅខែពេលយប់អីឡើងណាទៅពួកយើងបើកឡានមួយឯងនេះលខោនចេញពីថតជាមួយខ្ញុំហើយទៅលេងលខោនដល់ទៅចេះស្ទឹងត្រែងបើកឡានឯងមកវិញកាត់សក់គេពីព្រឹកគេមិនដល់កំប្រាំពេករកអ្នកបើកឡានណាទៅ
ស្ដាយអាលួយបើកឡានពីនេះ លុយបាក់ឡានចុះឯងក៏ដល់ខ្លួនឯងទាំងអស់ បើកខ្លួនឯងឥឡូវនេះចាំរវល់ពេកទៅរឿងរៀបដល់កម្លាំងនឹងមានរោគេខ្លះខ្លះនេះតែមកឥឡូវទៅរឿងរោគេជួយបើកខ្លះលោកមុនរ៉ាស់តែម្នាក់ឯងទេខ្ញុំណាគុំប្រាំងគុំខំពេកហើយការងារគេឲ្យដើរទូអីក៏ដោយក្បាយណាស់អ្នកខ្លះប្រកាន់ទូតែរឿងល្បីទឹកប្រកាន់លែងទទួលថតទូចេះវាយកគាត់គេឲ្យធ្វើឈ្លូតកាន់តែអឡើងគេឲ្យធ្វើយាយធ្វើស្រីហ្នឹងនេះហើយ គាត់អត់ដែរបដិសេធទេ តែតែសบายឲ្យតែបានលុយគូថ្ងៃហ្នឹងខ្ញុំទៅថ្ងៃក៏បានដែរ គាត់ធ្លាប់បានពោលពាក្យថាគាត់ធ្វើគ្រប់យ៉ាងដើម្បីកូនប្រាប់បងឲ្យដឹងហ៎ ហ្នឹងក៏ប្រាប់យ៉ាង បាទ បើខ្ញុំចាក់ដោតហ្នឹង បាទឥឡូវបងតាមបានវិញបងមានអារម្មណ៍បែបណានៅពេលដែលកូនគាត់បានមកលុតជង្គង់គណៈដែលបងកំពុងតែថតសម្ដែងជាមួយពូណុយនេះហើយគាត់មកសប្រៃលុតជង្គង់ដើម្បីដឹងគុណមុនថ្ងៃទិវាលោកឪពុកនេះ ខ្ញុំ និយាយមកបន្តិចទៅថ្ងៃហ្នឹងគឺខ្ញុំនេះដល់តែខ្ញុំធ្វើការជាមួយនឹងប៊ូស្រងជាមួយនឹងនេះនៅហ្វេស៊ីខ្ញុំដឹងពីរឿងផ្ទៃក្នុងខ្ញុំថាថ្ងៃទិវាគុណឪពុកមិនបានសប្រៃកូនគាត់មួយហ្មងទៅហ្នឹងហើយហ្នឹងគឺខ្ញុំជួយនេះខ្ញុំចឹង អូបាទ ហើយក៏លោកមានបងប្អូនយើងថាហើយថតទៅចាំមិនតែអញ្ចឹងដោយសារតែគាត់វាបងប្អូនយើងគ្រប់ត្រគឺ color អញ្ចឹងយាយមីងឬក៏ស្រីស្អាតអីដូចចាក់ប្រាស់ចាក់ពីវ័យរបស់គាត់អញ្ចឹងហ្នឹងគឺគ្រប់ត្រអញ្ចឹងបើមិនគាត់ដើរទូជាប្រុសធម្មតាបងប្អូនសម័យមើលវាសន្ទុះនៃការគ្រប់ត្រវាដូចវាអត់ត្រូវជាមួយអាសាច់រឿងគេវាអញ្ចឹងអញ្ចឹងក៏លោកថាចុះមិនថតធម្មតាទៅធ្វើឪធម្មតាទៅវាដូចវាស៊ីបាទគាត់ដាក់ចឹងទៅគេគ្រប់ត្រវាគេខ្នាញ់ហ្មងអញ្ចឹងហ្នឹងអាចំណុចមួយតែហ្នឹងចុះថតធម្មតាដូចបណ្ណយអីមកតែមកពីគេអត់ទៅខ្នាញ់ហ្នឹងហើយហ្នឹងវាចឹងហើយថ្ងៃនេះផងដែរក៏អរគុណទៅដល់ភេសជ្ជៈប៊ូស្រងបាទដែលបានបង្កើតកម្មវិធីធ្វើឲ្យចែសាមាននឹងកូនគឺថាបានបង្ហាញពីក្តីស្រឡាញ់បាននេះបាននិយាយពីអារម្មណ៍ក្នុងចិត្តដែលមិនហ៊ាននិយាយទួលមុខគ្នាហើយមួយទៀតនោះគឺបានអញ្ជើញអ៊ំស៊ីក្លូបាទចំនួន130នាក់ជាងមកពីសាប៊ូហ្វេនៅនេះនៅកោះពេជ្រ